អាចចិត្តទេអ្នកមីងបានហើយពួកយើងឆាប់តែអង្គុយទៅតោះណានសៀងយើងឮថាប្រពន្ធឯងមិនមែនបណ្ឌិតស្អីទេមែនទេចិញ្ចឹមជ្រូកបាច់នឹងខ្ញុំមើលតែអនុបណ្ឌិតស្អីបើតាមខ្ញុំមើលទៅគេមិនបានរៀនដល់2ឆ្នាំផងនាងជាប់ថ្នាក់អនុបណ្ឌិតមិនអញ្ចឹងមិននឹងសមនឹងកូនប្រុសខ្ញុំទៅត្រូវហើយមីងទី3កូនប្រុសមីងប្រឡងធ្លាក់3ដងខ្ញុំឮថាចាយលុយច្រើនណាស់ទៅចូលបានខ្ញុំជាប់អនុបណ្ឌិតឬអត់ណានសៀងបានប្រហែលជំនាញគ្មានអីតាក់ទងជាមួយគ្រប់គ្នាទេនេះទេឈិនជីងឡានឯងមិនទាន់ចូលគ្រួសារណានៅឡើយទេមិនក៏សម្ដីអញ្ចឹងឈិនជីងឡាននាងអង្គុយមកគ្រួសារអ៊ំស្រីមានតំណែងជាមួយនឹងក្រុមហ៊ុនហិរញ្ញវត្ថុទី1បងពឹងលើពួកគាត់ដើម្បីការងារធ្វើអូនកុំលោឡាអីមិនមែនខ្ញុំចង់ថាឲ្យឯងទេជីងឡានគ្រួសារយើងបន្តមក3ចំនួនដែរនាងក៏ចិត្តឡើងទីខ្ពស់ដែរពួកយើងមកផ្ទះណានសៀងថ្ងៃនេះក្រែងនិយាយរឿងភ្ជាប់ពីខ្ញុំអ្នកសម្រេចចិត្តបណ្ដាការនេះឯងកុំយកអីនាងអាចឲ្យអីបានទ្រាំទៅបន្ទាប់ពីថ្ងៃនេះផែនការរបស់ពួកយើងប្រកាសជាជោគជ័យជាមិនខានទេថ្លៃបណ្ដាការគឺកសិដ្ឋានចិញ្ចឹមជ្រូករបស់ខ្ញុំកសិដ្ឋានចិញ្ចឹមជ្រូក